ជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាជួយជំនួយខ្ញុំខ្ញុំម៉េងហើយបងប្អូនកុំភ្លេចជួយ Subscribe នៅខាងក្រោមនេះផងនេះគឺជា Channel YouTube របស់ខ្ញុំបើចង់ដឹងព័ត៌មានផ្សេងហើយនឹង follow Facebook ខ្ញុំម្នាក់មួយផងហើយថ្ងៃនេះខ្ញុំនិយាយពីបញ្ហាក្នុងការប្រឡង Citizen ចំពោះប្រឡង Citizen សំណួរនិងចម្លើយទាំងអស់ក្នុងការប្រឡងរបស់ប្រទេសអូស្ត្រាលីហ្នឹងបងប្អូនមានចំនួន20សំណួរហើយមានសំណួរ5សំណួរដែលគេហៅថា Australian Value បងប្អូនគួរតែប្រុងប្រយ័ត្នមែនទេក្នុងការ Australian Value ហ្នឹងគេហៅថាការពីតម្លៃនៅក្នុងប្រទេសអូស្ត្រាលីហ្នឹងតើវាបែបណាអញ្ចឹងបងប្អូនគួរតែប្រុងប្រយ័ត្នចំពោះ5សំណួរហ្នឹងព្រោះអី5សំណួរហ្នឹងអាចធ្វើឲ្យយើងធ្លាក់បានក្នុងការពេលដែលបងប្អូនប្រឡងគេហៅថាធ្លាក់ក្នុងសំណួរណាមួយក្នុង5សំណួរហ្នឹងគឺគេអាចទម្លាក់បងប្អូនគ្រប់ពេលវេលាទោះបីបងប្អូនបាន80ពិន្ទុក៏ដោយ90ពិន្ទុក៏ដោយគេហៅថាបាន95ក៏ដោយហើយបន្តមកសំណួរ5សំណួរហ្នឹងដែលបងប្អូនធ្លាក់ហ្នឹងក៏គេឲ្យបងប្អូនធ្លាក់ដែរអញ្ចឹងនេះគឺជាគេហៅថាសាររីម៉ាញមួយឲ្យបងប្អូនអញ្ចឹងគួរតែប្រុងប្រយ័ត្នទាំងអស់គ្នាអញ្ចឹងជួបគ្នានៅវីដេអូក្រោយៗទៀតណា